ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ផ្នែកសិក្សាវិភាគនិងគណនាចំពោះឯកសារតម្រូវមានដូចខាងក្រោមឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុនឬសហគ្រាស 1. ពាក្យស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ 2. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម 3. លក្ខន្តិកៈក្រុមហ៊ុនឬលក្ខន្តិកៈឬកិច្ចសន្យាសហកម្មសិទ្ធិករណីសហគ្រាសសហកម្មសិទ្ធិ 4. បានបតង់ឆ្នាំចុងក្រោយចំពោះឯកសារពាក់ព័ន្ធនឹងអភិបាលក្រុមហ៊ុនឬម្ចាស់សហគ្រាសឬអ្នកតំណាង 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនឬលិខិតឆ្លងដែននិងទិដ្ឋាការ 2. លិខិតប្រកាសសិទ្ធិដែលបញ្ជាក់ពីភាពស្របច្បាប់របស់ភ្នាក់ងារតំណាងក្នុងករណីក្រុមហ៊ុនឬសហគ្រាសបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃចំពោះឯកសារពាក់ព័ន្ធនឹងនយោបាយបច្ចេកទេសមាន 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននិងទិដ្ឋាការ 2. សញ្ញាបត្រជំនាញដែលមានបទពិសោធន៍យ៉ាងតិច5ឆ្នាំសម្រាប់កម្រិតបរិញ្ញាបត្រឬយ៉ាងតិច3ឆ្នាំសម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឬយ៉ាងតិច1ឆ្នាំសម្រាប់កម្រិតបណ្ឌិតសម្រាប់ក្រុមហ៊ុនតាមប្រភេទការងារ 3. ប័ណ្ណការងារក្នុងករណីសញ្ជាតិបរទេស 4. ឯកសារបញ្ជាក់សិទ្ធិស្នាក់នៅរយៈពេលវែងនៅក្នុងប្រជារាជាណាចក្រកម្ពុជាក្នុងករណីសញ្ជាតិបរទេសចំពោះឯកសារពាក់ព័ន្ធនឹងអ្នកបច្ចេកទេស 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែន 2. សញ្ញាបត្រជំនាញដែលមានបទពិសោធន៍យ៉ាងតិច3ឆ្នាំសម្រាប់កម្រិតបញ្ញាបត្រឬ2ឆ្នាំសម្រាប់កម្រិតបញ្ញាបត្រជាន់ខ្ពស់ឬយ៉ាងតិច1ឆ្នាំសម្រាប់កម្រិតបណ្ឌិតតាមប្រភេទការងារព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬចុច like ឬ comment នៅខាងក្រោមសូមអរគុណ